កាត់ចូលមកដល់ពេលដែលយុនសុនទៅនិយាយជាមួយនឹងស្ដេចរបស់អាណាចក្រអែលហើយស្ដេចរបស់អាណាចក្រអែលហ្នឹងក៏បាននិយាយទៅកាន់គាត់ថាឯងនឹងកំពុងតែនិយាយអំពីអ្វីព្រះអង្គតើព្រះអង្គមិនចាប់អារម្មណ៍ទេឬក៏ដូចជាដើមឈើរបស់ World Tree គឺមិនបានលូតលាស់ទេវាកំពុងតែបន្តក្រៀមស្វិតដូច្នេះហើយមិនយូរមិនឆាប់អាណាចក្រអែលទាំងមូលនឹងត្រូវដួលរលំដូចគ្នាហេតុអីបានជាអាចង្រៃឯងដឹងអំពីរឿងសម្ងាត់របស់ World Tree ដូចនេះតើឯងគឺជាកេញសម្ងាត់មែនទេគ្រាន់ហើយ Elos តាមការសង្កេតរបស់ខ្ញុំគេមិនបានលើកយករឿងនឹងមកដើម្បីគម្រាមកំហែងមកកាន់ពួកយើងនោះទេបើតាមទំនាយរបស់អាណាចក្រពួកយើងនឹងមាន hero ដែលកាន់ដាវ Sacred Soul of Light មកជួយការពារទៅកាន់ World Tree ក៏ដូចជាការពារមកកាន់អាណាចក្រ L យើងផងដែរបិតាចង់និយាយថាគេនេះមែនទេជា hero ដែលបានទូទាយពីដំណើរនោះមកបើសិនជាព្រះអង្គជឿជាក់មកកាន់ខ្ញុំម្ចាស់នឹងធ្វើការ verify ទៅកាន់ World Tree ក៏ដូចជាជួយទៅកាន់អាណាចក្រ L ផងដែរ Shootify ច្រឡំ verify Shootify អ្នកលេង mobile ប្រហែលជាធ្លាប់ដឹងអា spell ដែលកាត់ stun កាត់អីហ្នឹងហ្នឹងវាស្តៀងគ្នារបៀបកាត់ពឹសកាត់បដាសាយអញ្ចឹងអីគេឯងនឹងអាចជួយទៅកាន់ World Tree បានតើឯងសំអាងទៅលើអ្វីបានហ៊ាននិយាយបែបនេះ Elos ឈប់ភ្លាម Elos បិតាបើសិនជាទ្រង់នៅតែបន្តរៀបរៀងខ្ញុំម្ដងទៀតនោះព្រះបិតានឹងស្ដាយក្រោយនៅទង្វើរបស់ទ្រង់ជាមិនខាននៅថ្ងៃក្រោយសុំទោសផងគេតាមពិតទៅគឺជាក្មេងដ៏ល្អក៏ប៉ុន្តែប្រហែលជាមកពីបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងដែលមនុស្សបានធ្វើចំពោះពូជសាសន៍យើងកន្លងមកហើយទើបគេប្រកាន់បែបនេះតែមិនអីទេខ្ញុំនឹងធ្វើការបើកនៅច្រកទៅកាន់ World Tree ក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវការចាំបន្តិចដើម្បីឲ្យពួកយើងរៀបចំឲ្យរួចរាល់សិនជាខ្ញុំអាចស្ដារនៅស្រះដែលជាប់បណ្ដាសានោះបានវានឹងធ្វើការ verify នៅ World Tree ឡើងវិញក៏ដូចជាជួយទៅកាន់អាណាចក្រ L ផងដែរជាពិសេសនោះគឺខ្ញុំក៏នឹងអាចជួយទៅកាន់គីយងផងដែរយន្តសុងជួយផងជួយឈប់ភ្លាមពួកអាកេញសម្ងាត់ស្អីគេអញទៅធ្វើស្អីជាមួយនឹងឯងអញមិនដឹងស្អីទេវើយយើងគឺមិនអាចលើកលែងឲ្យពួកឯងនៅរស់បានទេបន្ទាប់ពីពួកឯងនឹងដឹងថា World Tree កំពុងតែមានបញ្ហាយើងសុំតើទាំងអស់នេះគឺដោយសារតែឯងមែនទេអាចង្រៃអើយតើឯងទៅធ្វើស្អីឲ្យពួកគេខឹងឯងទៅបង្កបញ្ហាដោយមិនបានប្រាប់ខ្ញុំទៀតហើយមែនទេយើងមិនត្រូវការជំនួយពីពួកមនុស្សដូចជាពួកឯងទេរឿងទាំងអស់នេះគឺអាចង្រៃយើងសុំជាអ្នកបង្កឡើងទេតើហេតុអ្វីបានជាខ្ញុំមកត្រូវថ្មបាក់ជំនួយវាទៅវិញអញមិនខ្វល់អីទាំងអស់អញមិនខ្វល់អញត្រូវតែសម្លាប់ពួកឯងចុងអាណាគេវាយយើងសុំទោសផងមានមូសនៅលើក្បាលរបស់ព្រះអង្គម្ចាស់ស្រីស្អាតទេតើបញ្ហាត្រូវបានដោះស្រាយស្រីស្អាតចូលមកដល់កន្លែងនេះយើងសូមបានធ្វើការសុំទោសទៅកាន់គីយងតែគាត់បានប្រាប់គីយងនឹងពីដំបូងអំពីរឿងដែលគាត់ត្រូវប្រាប់ទៅកាន់ស្ដេចអែលគីយងបានបន្ទោសទៅកាន់ខ្លួនឯងថារឿងទាំងអស់ហ្នឹងមិនគួរបន្ទោសទៅកាន់គីយងនោះទេដោយសារតែគាត់នឹងអសមត្ថភាពមិនអាចដឹងរឿងទាំងអស់ហ្នឹងបានហើយគាត់ក៏សួរដែរថាតើនឹងមិនមែនទេដែលបណ្ដាលឲ្យពួកអែលហ្នឹងចង់សម្ព័ន្ធភាពជាមួយនឹងពួកយើងបើសិនជាគាត់ដឹងរឿងនេះលឿនជាងនេះបន្តិចទៀតគាត់ក៏នឹងអាចដោះស្រាយវាឲ្យបានល្អជាងនេះផងដែរតែគាត់ក៏សង្ឃឹមថានៅថ្ងៃអនាគតយុនសុងអាចនឹងប្រាប់គាត់មុនពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងហើយគាត់ក៏សម័យដែរថាខំបញ្ចុះបញ្ចូលយ៉ាងម៉េចដើម្បីឲ្យយុនសុងហ្នឹងព្រមប្រាប់មកកាន់គាត់ដោយផ្ទាល់មករបស់ខ្លួនឯងថាគេហ្នឹងគឺជាអ្នកចាប់បដិសន្ធិឡើងវិញអាត្រីរៀបតែនឹងស៊ីនុយរបស់គាត់ទៅហើយក៏ប៉ុន្តែត្រូវបានរបូតនុយទៅវិញដោយសារតែដុងគ្រូចូលមករំខានវាបានធ្វើឲ្យគីយងហ្នឹងមានការក្តៅក្រហាយជាមួយនឹងដុងគ្រូដែរថាមកពេលណាមិនមកចំតែពេលចឹងទាំងអស់អាកូនហ្នឹងមករំខានប្រហែលដងហើយនេះពីណាគេរ៉ូប៊ីអលអីឃើញឥឡូវឈុតចេញបដៅដែរអញ្ចឹងគីយងបានសួរទៅកាន់យុនសុងម្ដងទៀតថាតើមុនហ្នឹងគេចង់និយាយអំពីអ្វីតែក៏ត្រូវបានយុនសុងហ្នឹងប្រាប់ថាគ្មានស្អីទេគាត់ភ្លេចបាត់ហើយគីយងបានគិតទៅក្នុងចិត្តរបស់គាត់ថាបើទោះបីជាគេមិនព្រមប្រាប់ក្នុងពេលឥឡូវហ្នឹងក៏ដោយតែមិនយូរមិនឆាប់ទេឲ្យតែរក្សានៅស្ថានភាពបែបនេះគេនឹងព្រមប្រាប់គាត់ដោយខ្លួនឯងនៅថ្ងៃណាមួយខ្ញុំសុំទោសផងចំពោះរឿងដែលខ្ញុំបានធ្វើមុននេះប៉ុន្តែពួកយើងមកដោះស្រាយទៅបញ្ហានៅចំពោះមុខសិនទៅខ្ញុំមកទីនេះមិនមែនដោយសារតែខ្ញុំនឹងចាប់អារម្មណ៍ទៅកាន់នាងទេយល់ផងពីយងគ្រាន់តែឃើញអញ្ចឹងភ្លាមគាត់ក៏បានចាប់អារម្មណ៍ថាមិននឹកស្មានសោះថាព្រះអង្គម្ចាស់ម្នាក់ហ្នឹងបែរជាមកលងស្នេហ៍ទៅកាន់ហេជីនទៅវិញក៏ប៉ុន្តែវាក៏ងាយស្រួលសម្រាប់គាត់ក្នុងការដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងដែរគាត់នឹងធ្វើការការពារទៅកាន់ World Tree ដែលពពួក L ទាំងអស់ហ្នឹងចាត់ទុកថាសំខាន់ជាងជីវិតរបស់ពួកគេដូច្នេះហើយគាត់ក៏អាចបង្វែរនៅខួរក្បាលរបស់ពួកគេឲ្យចោទប្រកាន់ទៅកាន់ជីនឈុនថាជាអ្នកពាក់ម៉ាននោះពិតប្រាកដណាស់ចូលមកដល់ក្នុងព្រៃវិញតាមពិតទៅក្នុងព្រៃហ្នឹងគឺវាមិនមានគ្រោះថ្នាក់អ្វីនោះទេវាមាននៅពពួក resident ដែលពួកយើងភាគច្រើនស្គាល់ថា fairy ពួកសត្វទូចៗហ្នឹងតែគេហៅថា fairy ហ្នឹងក្នុងរឿងហ្នឹងគេហៅថា resident គេយងបានដើរបដាគាត់សម្លឹងមើលទៅកាន់ពពួក fairy ទាំងអស់ហ្នឹងក៏ចំពោះជើងដួលត្រូវបានហាយ៉ានហ្នឹងមកទ្រគាត់ភ្លាមនឹងបានសួរថាតើបងប្រុសគីយងហ្នឹងមិនអីទេអីតែកុំមើលឲ្យសោះហាយ៉ានម៉ែអើយមៀតដែលធ្វើឲ្យគីយងហ្នឹងមានអារម្មណ៍ថាជុំអាមិនទេហាយ៉ានមិនក៏ប្រែខ្លាចទៅជាអញ្ចឹងហើយកលេចទៅមើលក្រុមគ្នារបស់ពួកគេហ្នឹងក៏មិនខុសគ្នាអំពីហាយ៉ានប្រហែលដែរដោយសូរ៉ាបានខ្លាចទៅជាកូនឆ្មាតូចចំណែកឯដុងគ្រូវិញបានខ្លាចទៅជាជ្រូកព្រៃហើយអ្នកផ្សេងទៀតក៏មានការប្រែប្រួលដូចគ្នាគ្រាន់តែថាចំណែកឯគីយងវាខុសគេដោយសារតែពពួក fairy ទាំងអស់ហ្នឹងនៅពេលដែលចូលទៅជិតគាត់គឺបានពុលជាមួយនឹងចំហាយអាក្រក់ដែលចេញពីក្នុងខ្លួនគាត់ដោយពួកគេហ្នឹងបាននិយាយថាមិននឹកស្មានសោះថាវាមាន
លឹងដែរអាក្រក់ដល់ថ្នាក់ហ្នឹងវាសាហាវដល់ថ្នាក់សូម្បីតែពពួក fairy ហ្នឹងក៏ចូលចិត្តគាត់បានដែរពួក L ទាំងអស់ហ្នឹងបានបញ្ជាក់មកថាហ្នឹងគឺជាការលេងសើចអំពីសំណាក់ពពួក fairy ហ្នឹងសម្រាប់ពួកគេទេវាគ្មានគ្រោះថ្នាក់អ្វីនោះទេប៉ុន្តែយ៉ាងដែរគាត់ក៏ទទួលការភ្ញាក់ផ្អើលមកតង់ទៀតដោយសារតែយុនសុងក៏បានប្រែខ្លាចទៅជាមនុស្សស្រីដ៏ស្រស់ស្អាតបានសួរមកកាន់គាត់ថាគីយ៉ុងគឺមិនអីទេអីនួននេះគួរតែគាត់ទេដែលជាអ្នកសួរទៅកាន់យុនសុងប៉ុន្តែយ៉ាងដែរក៏មានពពួកបិសាចជ្រូកធ្វើការវាយប្រហារមកកាន់ពួកគេតែក៏ត្រូវបានយុនសុងហ្នឹងធ្វើការកាប់សម្លាប់ពួកវាចោលអស់នឹងបាននិយាយថានៅពេលដែលគាត់ប្រែខ្លួនមកជាមនុស្សស្រីចឹងរាងកាយរបស់គាត់វាទូចធ្វើឲ្យការបំលាស់ទីក៏ដូចជានេះនឹងវាស្រួលជាងមុនយេរីក៏បានសរសើរដែរថាមិននឹកស្មានបើទោះបីជាគាត់បានផ្លាស់ប្ដូរភេទពីប្រុសទៅជាស្រីនៅតែអាចប្រយុទ្ធបានល្អដល់ថ្នាក់ហ្នឹងបំពេញនឹងដែរដងហ្គូដូចជាចង់និយាយអីមួយក៏ប៉ុន្តែគាត់មិនអាចនិយាយបានភ្លាមទេគ្រាន់តែលើថាអ៊ូកវាថៃឯងដងហ្គូឯងចង់និយាយអំពីអ្វីចំពោះយុនសុងគ្រាន់តែគាត់ឮចឹងភ្លាមគីយ៉ុងក៏ឆ្ងល់ដែរថាជុំអាមួយនេះវាអាចនិយាយបានទៀតយុនសុងនៅពេលដែលកើតទៅជាមនុស្សស្រីបែបនេះយើងគួរតែហៅពួកគាត់ថាយុនណាយុនណាល្មិចកុំចិត្តតែដាក់ឈ្មោះឲ្យគេទេផ្ដាស់ចឹងក៏ប៉ុន្តែយុនសុងក៏មិនប្រកាន់អីដែរបើសិនជាពួកគេចង់ហៅគាត់ចឹងក៏អញ្ចឹងទៅគ្រាន់តែឮចឹងភ្លាមគីយ៉ុងក៏ដូចជាយេរីបានយល់ស្របភ្លាមថាអញ្ចឹងក៏អញ្ចឹងវាសមជាមួយនឹងយុនសុងក្នុងពេលឥឡូវហ្នឹងជាងក៏មកដល់ពេលសម្រាប់ញ៉ាំអាហាររបស់ពួកគេដោយរាជបុត្ររបស់អាណាចក្រ L កំពុងតែសម្លឹងទៅកាន់ហេជីនទាំងមិនដាក់ភ្នែកនោះទេហើយអ្នកផ្សេងទៀតក៏កំពុងតែសប្បាយជាមួយនឹងការសម្រាក relax របស់ពួកគេផងដែរខុសប្លែកអីតែសូរ៉ាម្នាក់គត់ដែលនាងកំពុងតែមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងដោយសារតែនាងនៅក្នុងដៃរបស់ហាយ៉ាគេយងបានគិតថាវាគឺជាពេលល្អណាស់សម្រាប់ពួកគេដែលអាចមក relax chill អញ្ចឹងជុំគ្នាទាំងអស់គ្នាក៏សង្ឃឹមថាវានឹងអាចមានពេលវេលាអញ្ចឹងច្រើនសម្រាប់ពួកគេផងដែរតែរំពេចហ្នឹងដែរគាត់ក៏សង្កេតឃើញថាយុនសុងហ្នឹងកំពុងតែនៅម្នាក់ឯងហើយគាត់ហ្នឹងកំពុងតែអង្គុយញ៉ាំជាមួយនឹងនំប៉័ងគាត់ក៏បានចូលទៅសួរយុនសុងថាហេតុអីហ្នឹងក៏គេមិនញ៉ាំនៅអាហារផ្សេងខ្លះទៅហេតុអីក៏ចាំបាច់ញ៉ាំតែនំប៉័ងទាំងអស់ហ្នឹងអញ្ចឹងយុនសុងបានឆ្លើយប្រាប់ទៅកាន់គេវិញថានំប៉័ងគឺជាអាហារមួយដែលល្អសម្រាប់គាត់ខ្លាំងមែនតើនិយាយរួមទៅគឺជាចំណង់ចំណូលចិត្តរបស់គាត់កាលពីមុនដោយសារតែនំប៉័ងនេះឯងទើបបានជួយជីវិតរបស់គាត់ពួកគេក៏បាននិយាយសន្ទនាគ្នាអំពីរឿងអតីតកាលនៅពេលដែលពួកគេចូលមកកាន់ដែនចិននេះដំបូងដែរគេយងគិតថាមិននឹកស្មានសោះថាគាត់នឹងអាចមានពេលនិយាយគ្នាបែបសាមញ្ញដែលមិនពាក់ព័ន្ធជាមួយនឹងការងារវាគឺជាពេលល្អខ្លាំងណាស់ក្នុងការបង្កើតនៅទំនាក់ទំនងរវាងពួកគេតែរំពេចទាំងដែរយុនសុងបាននិយាយប្រាប់គាត់នៅរឿងមួយដែលធ្វើឲ្យគេយងគិតថាចង្រៃអើយអញទើបតែសើថាវាមានពេលល្អសម្រាប់ពួកយើងក្នុងការនិយាយលេងសើចជាមួយនឹងគ្នាឯងបែរជាចង់បំផ្លាញវាបាត់ទៅហើយកាលពីពេលដំបូងនៅពេលដែលគាត់មកដល់ពិភពលោកនេះភ្លាមដោយសារតែនំប៉័ងប៉ុន្មានដើមគាត់ក៏ត្រូវបានមានអ្នកខ្លះហ្នឹងមកប្លន់យកពីគាត់ដែលធ្វើឲ្យគីយងនឹងមានអារម្មណ៍ថាជួយមែនអាណាគេក៏សាហាវដែរមកប្លន់ពីយុនសុងទៀតតាមមើលទៅប្រហែលជាពួកអ្នកខ្លាំងហ្នឹងហើយតាមមើលតែគាត់មិនដឹងទេថាម្នាក់ហ្នឹងគឺជាពីណាទីទៀតយើងនឹងអាចដឹងហើយគាត់ក៏បានបន្តទៀតថានៅពេលដែលគាត់មកដល់ពិភពលោកនេះនៅពេលដំបូងគឺគាត់មានអារម្មណ៍ថាគាត់មិនដឹងថាខ្លួនឯងនឹងគួរតែធ្វើអ្វីទេហើយក៏មិនយល់ដែរថាហេតុអ្វីបានជាគាត់នឹងមកដល់ទីកន្លែងហ្នឹងហើយអ្វីនៅជុំវិញរបស់គាត់ហ្នឹងការដែលកលេចទៅមើលទៅគឺសិតតែមានអារម្មណ៍ថាមិនល្អតតែសោះតែនៅពេលដែលគាត់នឹងបានជួបទៅកាន់គីយងក៏ដូចជាហាយ៉ានរួមទាំងមនុស្សផ្សេងទៀតពិភពលោករបស់គាត់ក៏ចាប់ផ្ដើមប្រែប្រួលទៅជាមានសម្រស់ដ៏ស្រស់ស្អាតដែលគាត់នឹងចង់ឃើញទៅវិញហើយគាត់នឹងសន្យាជាមួយនឹងគីយងថាគាត់នឹងការពារនៅអ្វីដែលគាត់ស្រឡាញ់ខំថាគីយងនឹងក៏នឹងទៅជាមួយនឹងគាត់ផងដែរគាត់និយាយបដានឹងញញឹមទៅកាន់គីយងបដាដោយគីយងនឹងបានគិតថាគុំជ្រួលជ្រើមដោយសារតែឥឡូវហ្នឹងគឺជាយុនសុងអ្នកឯងត្រូវតែចាំថាយុនសុងគឺជាប្រុសទេមិនថាវាមានរឿងអ្វីកើតឡើងក៏ដោយក្នុងពេលហ្នឹងទៅចាំថាយុនសុងគឺជាប្រុសទេតែរំពេចហ្នឹងដែរហាយ៉ានហ្នឹងក៏បានមើលមកពីខាងក្រោយដោយមានទឹកមុខមួយថាមើលខ្លាំងមែនតើគាត់ក៏បាននិយាយដែរថាហាយ៉ានគុំស្លន់ស្លោអាហ្នឹងយុនសុងទេមិនមែនស្រីណាផ្សេងទេហាយ៉ានបានសួរទៅកាន់សូរ៉ាថាសូរ៉ាតើអ្នកឯងគិតមើលថាខ្ញុំហ្នឹងអាចយកឈ្នះទៅកាន់យុនសុងបានអត់បើសិនជាពួកយើងទាំងពីរនាក់ប្រយុទ្ធគ្នាណាក៏ដោយយុនសុងក្នុងពេលនេះគឺគេជឿជាក់មកកាន់ខ្ញុំខ្លាំងណាស់តែចុះបើសិនជាគេដឹងថាមនុស្សដែលគេទុកចិត្តបំផុតក៏ដូចជាជឿជាក់បំផុតបានក្បត់ទៅកាន់គេក៏ដូចជាសត្រូវធំបំផុតរបស់គេតើគេនឹងធ្វើបែបណាតើផ្លូវចិត្តរបស់គេនឹងទៅជារបៀបណាដូច្នេះហើយគាត់ត្រូវតែយកនៅអេលីណាមកកាន់ខាងរបស់គាត់ឲ្យបានពួកគេបានធ្វើដំណើរបន្តនៅព្រឹកថ្ងៃស្អែកប៉ុន្តែអ្នកទាំងអស់គ្នាគឺមិនទាន់បានត្រឡប់មករូបភាពដើមវិញទេក៏ប៉ុន្តែយូរមិនឆាប់នោះទេពួកគេក៏នឹងអាចប្រយុទ្ធបានផងដែរពេលដែលវេទមន្តនឹងអស់ប្រសិទ្ធភាពវាទៅតាមពេលវេលារឿងសំខាន់ក្នុងពេលនេះតើគាត់គួរតែដោះស្រាយបញ្ហាអេលីណាជាមួយនឹងគាត់នឹងដោយរបៀបណាគាត់គួរតែធ្វើយ៉ាងណាក៏ដោយឲ្យអេលីណានឹងប្រែខ្លាចទៅដូចជាហេយ៉ុងក៏ដូចជាហាយ៉ានគឺត្រូវតែងប់ងល់ជាមួយនឹងគាត់ហើយខ្លាចទៅជាមនុស្សរបស់គាត់ឲ្យបាន
បើសិនជាគាត់មានពេលវេលាបន្តិចគឺវាល្អបើសិនជាពួកគេនឹងអាចនៅតែពីរនាក់រំពេចយ៉ាងដែរក៏មានរំជួយដីយ៉ាងខ្លាំងហើយក៏បានលេចចេញនៅបិសាចដង្កូវយក្សយ៉ាងធំមួយការវាយប្រហារលេពួកគេទាំងពីរនាក់ចូលទៅក្នុងពោះរបស់វាបាត់ទៅអេលីណាបន្ទាប់ពីបើកភ្នែកមកនាងមានការឈឺក្បាលយ៉ាងខ្លាំងដោយសារតែនាងមិនដឹងថាពេលនេះនាងកំពុងតែនៅក្នុងពោះដង្កូវយក្សនោះទេនាងក៏បានស្រែកសួរទៅកាន់អ្នកទាំងអស់គ្នាថាមានពីណាគេនៅជិតនឹងអត់រំពេចយ៉ាងដែរក៏ឃើញនៅគីយ៉ុងកាន់កំបិតមួយនឹងចូលមកនិយាយទៅកាន់នាងទីបំផុតឱកាសនៅតែពីរនាក់របស់ពួកយើងគឺបានមកដល់ហើយអត់ចូលមកដល់មុននេះបន្តិចយើងបានមកបញ្ញាក់ព្រះនាងអេលីណានឹងពីក្រោយដែលធ្វើឲ្យនាងនឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយនាងបានសួរថាឥឡូវនឹងពួកគេកំពុងតែនៅទីណាគាត់បានប្រាប់ទៅកាន់នាងថានៅក្នុងពោះរបស់សត្វដង្កូវហ្នឹងឯងហើយស្អែកយ៉ាងដែរក៏មានឋានៈរាំងប្រភេទទេវកថារ៉េតគាត់បានបន្តទៀតថាតាមមើលទៅមានតែពីរនាក់យើងទេដែលត្រូវបានបិសាចលេបចូលមករំពេចយ៉ាងដែរព្រះនាងអេលីណាបានយកឈើមួយចង្អុលទៅកាន់គាត់និងប្រាប់ថាកុំឲ្យគាត់នឹងចូលមកជិតនាងឲ្យសោះហើយនេះជាទង្វើរបស់អ្នកមែនទេអីគេខ្ញុំក៏មិនដឹងដូចគ្នាគុំមកធ្វើជាមិនដឹងរឿងខ្ញុំដឹងថាវាគឺជាគម្រោងការរបស់អ្នកចុយខ្ញុំក៏ត្រូវបានវាលេបចូលមកដែរមិនមកថាជាគម្រោងការរបស់ខ្ញុំស្ងប់អារម្មណ៍សិនព្រះនាងពួកយើងមិនគួរមកឆ្លោះគ្នាក្នុងពេលនេះទេគួរតែរកច្រកចេញសិនទៅមុនពេលដែលត្រូវបានរំលាយចោលទៅជាផេះតើពួកគេនឹងចេញដោយរបៀបណាតាមមើលទៅពោះនៅក្នុងសត្វដង្កូវមួយនេះវាស្តៀងជាមួយនឹងដៃលូកាសដែរដូច្នេះហើយមិនយូរមិនឆាប់ទេយ៉ាងយូរបំផុតរយៈពេល8ម៉ោងវានឹងបញ្ចេញនៅអាស៊ីតដើម្បីរំលាយនៅអាហារដោយខ្លួនឯងដូច្នេះពួកគេក៏នឹងស្លាប់ដូចគ្នាគាត់ត្រូវតែធ្វើអ្វីមួយសម្រាប់ដោះស្រាយនៅបញ្ហាទាំងអស់នេះត្រូវហើយគាត់គឺអាចបង្កើតនៅ potion មួយបានដូចជាថ្នាំដង្ហើមនេះដែលគាត់បានបង្កើតកាលពីមុនក៏ប៉ុន្តែវាមានប្រយោជន៍អីទៅបើសិនជាគាត់ដឹងអំពីការបង្កើតប៉ុន្តែគាត់គ្មានគ្រឿងផ្សំផងហ្នឹងដោយកលេចចុះឡើងទៅក៏ឃើញទៅនឹងព្រះនាងអេលីណាអីយ៉ាគ្រឿងផ្សំសំខាន់ហើយតើអ្នកហៃអែលមកដល់ខាងក្រៅវិញដោយក្រុមគ្នារបស់ពួកគេនឹងកំពុងតែធ្វើការស្វែងរកទៅកាន់គីយ៉ុងក៏ដូចជាព្រះនាងអេលីណាគីយ៉ុងបានធ្វើការសុំទោសទៅកាន់គ្នារបស់គេបើសិនជាគាត់មិនបានបង្ខំទៅកាន់គីយ៉ុងឲ្យមកជាមួយនោះទេទោះរឿងទាំងអស់នេះក៏វាមិនអាចកើតឡើងផងដែរឃើញបែបនេះបងប្រុសរបស់កញ្ញាអេលីណាបានចូលទៅស្ដីឲ្យទៅកាន់គីយ៉ុងថាគេបង្ខំគេបើសិនជាមានរឿងអ្វីកើតឡើងចំពោះប្អូនស្រីរបស់នាងនោះកិច្ចសន្យាចុះសម្ព័ន្ធភាពរវាងពួកគេជាមួយនឹងអាណាចក្រមនុស្សគេនឹងត្រូវបានបញ្ឈប់ភ្លាមយល់អត់តែរឿងទាំងអស់នេះគឺជាការសម័យរបស់គាត់នោះទេតាមពិតទៅគឺគាត់មិនបាននិយាយទេដោយសារតែគាត់យល់មកទៅដោយហេជីនគាត់បាននិយាយទៅកាន់ពួកគេថាមិនអីនោះទេដរាបណាពួកគេទាំងពីរនាក់នៅជាមួយនឹងគ្នាវាប្រហែលជាគ្មានបញ្ហាធំដុំនោះទេដោយសារតែប្អូនស្រីរបស់គាត់ក៏ជាបូជាចារ្យម្នាក់ដែលត្រូវបានជ្រើសរើសដោយព្រះរបស់ពួកគេផងដែរចំណែកឯលោកលីគេយ៉ុងក៏មិនមែនជាមនុស្សធម្មតានោះដែរគាត់គឺជា hero of life ដែលបានជួយទៅកាន់អាណាចក្រ Ryan ដូច្នេះហើយបើសិនជាពួកគេនៅជាមួយនឹងគ្នានោះវាគ្មានបញ្ហាអ្វីធំដុំនោះទេសង្ឃឹមថាអញ្ចឹងទៅចុះចូលមកដល់ខាងក្នុងវិញដោយព្រះនាងអេលីណាកំពុងតែធ្វើការស្រែកយ៉ាងខ្លាំងសុំជំនួយទៅកាន់គ្នារបស់ពួកគេនៅខាងក្រៅថាកុំឲ្យចូលមកជិតខ្ញុំតែចង់ធ្វើអ្វីចំពោះខ្ញុំដោយគេយ៉ុងបាននិយាយថាសុំតែបន្តិចទេតែចុះអាណាលេងកាន់កបិតមកសុំជំនួយពីគេអញ្ចឹងអ្ហ្មិចទេគេយ៉ុងបាននិយាយទៅកាន់ព្រះនាងអេលីណាថាគាត់ចង់សុំសំណាក់អំពីព្រះនាងអេលីណាបន្តិចបន្តួចដើម្បីយកមកធ្វើជា potion សម្រាប់បន្ទុះចេញទៅខាងក្រៅតែទង្វើរបស់គាត់នឹងបានធ្វើឲ្យព្រះនាងអេលីណានឹងមានការមិនសូវជាសនុកក្នុងចិត្តប្រមាណទេដោយសារតែមិនតែអាណាមកសុំគេឲ្យធ្វើទឹកមុខចឹងកាន់កបិតអ្ហ្មិចទេបំពេញយ៉ាងដែរនៅក្នុងពោះសត្វចម្លែកនឹងក៏បានរំកើឡើងខ្ញុំបានប្រាប់ទៅកាន់ព្រះនាងអេលីណាថាឲ្យប្រយ័ត្នផងប្រយ័ត្នមានរបស់អីធ្លាក់ត្រូវពីលើនាងក៏ប៉ុន្តែរំពេញយ៉ាងដែរក៏មានកញ្ចក់ហ្នឹងរៀបតែនឹងធ្លាក់មកត្រូវជាមួយនឹងព្រះនាងអេលីណាហើយក៏ប៉ុន្តែក៏ត្រូវបានគីយ៉ុងនឹងធ្វើការជួយសង្គ្រោះទាន់ដោយនាងបានរុញគីយ៉ុងនឹងចេញដែរពីដំបូងតែគីយ៉ុងក៏បានសង្កត់នឹងនិយាយថាវាមិនមែនជារឿងពេលល្អដើម្បីមកនិយាយអំពីរឿងទាំងអស់ហ្នឹងទេគាត់ដឹងថានាងនឹងមិនជឿជាក់មកកាន់គាត់ទេក៏ប៉ុន្តែគាត់សន្យាថានឹងការពារទៅកាន់នាងមិនថាទោះបីជាមានរឿងអ្វីកើតឡើងចំពោះគាត់ក៏ដោយព្រះនាងអេលីណានៅពេលដែលឃើញថាគីយ៉ុងបានយកខ្លួនរបស់គាត់មករងជំនួសដូច្នេះក៏បានធ្វើឲ្យនាងនឹងមានអារម្មណ៍ថារៀងសង្ហាចិត្តតិចដែរដែលគាត់នឹងបានស្ដីបន្ទោសទៅកាន់គីយ៉ុងមុនហ្នឹងបាននិយាយថានាងជឿជាក់ទៅកាន់គាត់ទៅចុះដូច្នេះហើយនៅពេលឮដូចនេះគីយ៉ុងក៏បានគិតថាត្រូវតែជឿជាក់មកកាន់ខ្ញុំវាជាពេលល្អណាស់ដែលពួកយើងនៅតែពីរនាក់បើទោះបីជាពួកគេនៅក្នុងពោះរបស់បិសាចក៏ដោយយ៉ាងណាមិញវាមិនមែនជាពេលដែលគ្រោះថ្នាក់អីណានោះទេវាជាពេលល្អសម្រាប់គាត់ទៅវិញទេដោយសារតែគាត់នឹងអាចកែប្រែព្រះនាងអេលីណាជាព្រះនាងបរិសុទ្ធជាការកលាបបរិសុទ្ធនឹងឲ្យខ្លាយទៅជាកលាបខ្មៅដែលគិតខ្វល់ខ្វាយអំពីតែគីយ៉ុងតែម្នាក់គាត់នៅឯខាងឋានសួគ៌មុនពេលនេះបន្តិចព្រះរបស់អាណាចក្រអែលនឹងខំផ្ញើសារទៅកាន់អេលីណាយ៉ាងខ្លាំងថាកុំឲ្យជឿជាក់ទៅកាន់គីយ៉ុងខំផ្ញើសារខ្លាំងណាស់តែរំពេចនឹងដែរក៏ត្រូវបានមានមនុស្សម្នាក់នឹងមកខ្ទប់មាត់ពីក្រោយនឹងបានលុបចោលនៅសារទាំងអស់នឹងចោលកុំឲ្យផ្ញើទៅកាន់អេលីណាបាទម្នាក់នឹងគ្មានពីណាគេឆ្ងាយទេគឺបេនីហ្គើព្រះជាម្ចាស់របស់ខាងគីយ៉ុងហ្នឹងឯងអញ្ចឹងបាទខ្ញុំថានៅក្នុងរឿងហ្នឹងសូម្បីតែព្រះក្នុងរឿងហ្នឹងមិនសូវផងហើយចុះតម្រាំតែមនុស្សក្នុងរឿងហ្នឹងតែគ្នាយើងថារឿងហ្នឹងអ្វីមួយសាតួសម្ដែងសាកំពូលមនុស្សមិនកំពូលមនុស្សអីមិនបើសូម្បីតែព្រះក្នុងរឿងហ្នឹងមិនសូវប៉ុណ្ណឹងមកដល់ខាងគីយ៉ុងកំពុងតែផលិតទៅកាន់
ថ្នាំបំផ្ទុះគាត់បានយកនៅសក់របស់ព្រះនាងអេលីណាធ្វើជាគ្រឿងផ្សំគាត់បាននិយាយថាមើលតើនាងដូចជាឯកាខ្លាំងណាស់វាមិនស្រួលនោះទេនៅពេលដែលអាចមើលឃើញនៅព្រលឹងរបស់មនុស្សម្នាក់ដឹងច្បាស់ណាស់ថាមានមនុស្សជាច្រើនដែលមានព្រលឹងស្តៀងជាមួយនឹងគាត់យ៉ាងណាក៏ដោយនាងគួរតែសប្បាយចិត្តដោយសារតែនាងក៏មានព្រះរបស់នាងកំដរលេងជាមួយផងដែរតែរំពេញនឹងដែរគាត់ក៏បានចាប់អារម្មណ៍ដោយសារតែនាងនឹងមានទឹកមុខមិនសូវជាស្រស់ស្រាយប្រហែលទេនៅពេលដែលនាងនិយាយដល់ពេលដែលគាត់និយាយពាក់ព័ន្ធជាមួយនឹងព្រះរបស់នាងគឺអញ្ចឹងគាត់ក៏បានសប្បាយចិត្តដែរដោយសារតែព្រះរបស់នាងនឹងគឺបាត់ជាបានបោះបង់នាងចោលពិតមែនតែគាត់ក៏បានគិតថាហេតុអីហ្នឹងក៏ដាច់ចិត្តបោះបង់ក្មេងតូចដូចជានាងចោលអញ្ចឹងក៏ប៉ុន្តែវាក៏ពេលល្អសម្រាប់គាត់ផងដែរក្នុងការទទួលបាននាងដោយពេញលេញគ្មានការរំខានតពីផលិតបាននៅ potion រួចរាល់គាត់ក៏បានធ្វើការតេស្តដោយការបំផ្ទុះនៅ potion នឹងផងដែរតែ potion ដែលគាត់បានផលិតឡើងនោះគឺវាគ្មានប្រតិកម្មអីទាល់តែសោះវាផ្ទុះមែនក៏ប៉ុន្តែមិនអាចធ្វើអ្វីបានគាត់ក៏អស់ជំនឿចិត្តយល់ទៅមកមិនដឹងថាគាត់នឹងគួរតែធ្វើអីទៀតសូម្បីតែ potion ដែលគាត់ផលិតបានមកហ្នឹងក៏គ្មានប្រសិទ្ធភាពចំពោះបិសាចហ្នឹងផងហ្នឹងដោយឃើញដូចនេះអេលីណាបានប្រាប់ឲ្យលីគីយ៉ុងនឹងធ្វើការបន់ស្រន់ទៅកាន់ព្រះជាម្ចាស់ទៅគីយ៉ុងគាត់ក៏គិតថាបើសិនជាព្រះនឹងចង់បានសន្តិភាពឆ្នេះហើយគួរតែឆ្លើយតបជាមួយនឹងសំណើរបស់គាត់ទៅការបន់ស្រន់របស់គាត់នឹងក៏បានទទួលទៅដល់ព្រះអេលីណាក៏ប៉ុន្តែព្រះ Vinegar ទេដែលជាអ្នកទទួលទូរស័ព្ទហ្នឹងសូមហៅកន្លែងទូរស័ព្ទផងទៅក្បត់បាក់ Vinegar ហ្នឹងក៏មានការផិតភ័យផងដែរដោយសារតែគីយ៉ុងនឹងខលមកព្រោះគាត់ក៏ដឹងដែរថាគីយ៉ុងកាលពីជីវិតមុនរបស់គាត់ថាគីយ៉ុងនឹងជាមនុស្សអាក្រក់ប៉ុណ្ណាដូច្នេះហើយគឺគាត់មិនចង់ឲ្យគីយ៉ុងកើតទៅជាអញ្ចឹងទៀតទេគីយ៉ុងបាននិយាយទៅកាន់ព្រះ Vinegar ថាឲ្យជួយមកកាន់គាត់មុនពេលដែលក្រុមសង្គ្រោះនឹងមកដល់នាងគួរតែដឹងហើយត្រូវអត់បើសិនជានាងមិនជួយមកកាន់គាត់ទេថាវានឹងមានរឿងអ្វីកើតឡើងហើយកលេចមកមើលខាងក្រៅវិញអេលីណានឹងឃើញគីយុងដូចជាបន់ស្រន់ទៅកាន់ព្រះជាម្ចាស់ដូចជាស្មោះត្រង់ដល់ហើយតែកុំមើលឲ្យសោះក្នុងចិត្តក៏បានប្រាប់ទៅកាន់គីយុកគាត់មិនមែនចេះតែផ្ដល់ធម្មពលបរិសុទ្ធនឹងបានដោយងាយៗទេពីមុននឹងនៅឯអាណាចក្ររ៉ៃអននឹងគឺគាត់បានជួយម្ដងទៅហើយដូច្នេះគឺគាត់មិនអាចជួយម្ដងទៀតបានទេបើអញ្ចឹងហើយវានឹងអាចខុសនៅច្បាប់ដែលកំណត់ទៅដោយពិភពលោកនេះយល់អត់គាត់មិនអាចបំពេញបានទេគ្រាន់តែលឺអញ្ចឹងភ្លាមគីយុងបាននិយាយមកបើអញ្ចឹងទៅហើយមកជួយក៏បានដែរបេឡាជួយខ្ញុំផងគាត់បានស្រែកហៅទៅកាន់បេឡាវិញបេឡាគឺគាត់មិនខ្វាយខ្វល់អំពីច្បាប់ទម្លាប់របស់ពិភពលោកនេះទេដូច្នេះហើយគាត់ស្នើសុំទៅកាន់បេឡាវិញវាល្អជាងបើសិនជាព្រះនឹងមិនជួយមកកាន់គាត់ខំប្រឹងប្រែងការពារនៅសន្តិភាពនឹងមិនខ្លាចទៅជាមនុស្សអាក្រក់ដូចពីជីវិតមុនទេក៏ប៉ុន្តែធ្វើអ្មេចបើគាត់គ្មានជំរឿនផងព្រះមិនជួយផងហើយមើលទឹកមុខ Vinegar ខ្ពើបែបានហើយអញចាញ់ឯងហើយអាកូនមីគីបាញ់យកវាទៅ Vinegar បានប្រទាននៅថ្នាំបំផ្ទុះមួយទៅកាន់គីយុងដោយគ្រាន់តែឃើញអញ្ចឹងភ្លាមអេលីណាបានគិតថាអូព្រះបានឆ្លើយតបមកកាន់ពួកគេហើយតែគីយុងអត់បានសប្បាយចិត្តជាមួយទេគាត់បាននិយាយថាចុះឲ្យតែថ្នាំឯងហើយចុះអាណារូបមន្តផលិតអាគីបានយកឲ្យថ្នាំហើយចង់បានរូបមន្តទៀតអញប្រាប់ឯងមិនបានទេដោយសារតែអាហ្នឹងវារឿងសម្ងាត់របស់ព្រះអញ្ចឹងក៏អញ្ចឹងគីយុងបានធ្វើការរាំបន់ស្រន់ទៅកាន់បេឡាម្ដងទៀតនៅក្នុងកែវភ្នែករបស់អេលីណាវិញតែជាឃើញថាគីយុងនឹងកំពុងតែរាំដើម្បីអរគុណទៅកាន់ព្រះរបស់ពួកគេអានេះអញចាញ់ឯងគាត់ក៏បានផ្ដល់នៅស្នាមសាក់មួយនៅជាប់នឹងបបេមកត្រូវតម្រូវឲ្យពួកគេទាំងពីរនាក់នឹងធ្វើការថើបគ្នាហើយមានតែអាចថើបជាមួយនឹងអេលីណាម្នាក់គាត់បានឲ្យអស់ពីលទ្ធភាពរបស់គាត់ហើយអញ្ចឹងហើយកុំសុំបន្ថែមទៀតហើយអារឿងទាំងអស់នោះគឺគាត់គ្រាន់តែចង់បាននៅសន្តិភាពតែប៉ុណ្ណោះឯងសង្ឃឹមថាថ្ងៃក្រោយទៅគីយុងកុំតាក់ទងមកកាន់គាត់ម្សះទៀតគីយុងគ្រាន់តែលឺអញ្ចឹងភ្លាមចង់សុំថែមទៀតតែក៏ត្រូវបាន Vinegar នេះកាត់ផ្ដាច់ភ្លាមយកហ្មងមិនអីទេចឹងគាត់ក៏បានប្រាប់ទៅកាន់អេលីណាឲ្យមកចិត្តគាត់តិចមកពួកគេធ្វើការឡើងទៅកាន់មាត់របស់សត្វដង្កូវយក្សនឹងផងដែរដោយអេលីណាបានទៅសារទៅកាន់ព្រះ Vinegar ផងដែរថានាងគឺពិតជាអស្ចារ្យខ្លាំងណាស់ដែលប្រទាននៅវត្ថុស័ក្តិសិទ្ធិដូចនេះមកកាន់គីយុកនាងក៏ឆ្ងល់ដែរថាហេតុអ្វីបានជាពួកគេនឹងមិនប្រើប្រាស់នៅ potion ដែលព្រះ Vinegar បានឲ្យនៅកន្លែងហ្នឹងហ្មងទៅចាំបាច់អីទៅដល់ខាងលើណាគីយុកបានប្រាប់ថាវាមិនប្រកាសថាវាដំណើរការនោះទេដូច្នេះហើយគួរតែទៅដល់មាត់ចិត្តច្រកចេញសិនចាំប្រើប្រាស់វាទើបល្អវាគួរតែដល់ពេលដែលខ្ញុំត្រូវចាប់ផ្ដើមនៅផែនការទី2ហើយនាងអេលីណាទឹកអាសៀតក្រពះចិត្តមកដល់ហើយហូចដៃរបស់ព្រះនាងមកលីគីយុកហេតុអ្វីក៏លោកមិនមកតាមខ្ញុំមកតើព្រះនាងដឹងទេថានៅពេលដែលមនុស្សម្នាក់ត្រូវបានបំពុលទៅដោយបិសាចនោះការថោកអំពីសំណាក់ស្នេហាពិតគឺអាចនាំយកដួងព្រលឹងដ៏បរិសុទ្ធរបស់ពួកគេត្រឡប់មកវិញតើអ្នកលើកឡើងអំពីវានៅក្នុងពេលនេះវាសមដែរទេកុំលេងសើចជាមួយនឹងខ្ញុំតើវាមានរឿងអ្វីកើតឡើងត្រាបិសាចតើព្រលឹងរបស់គេគឺពិតជាត្រូវបានចងភ្ជាប់ដោយពពួកបិសាចមែនទេសុំទោសផងព្រះនាងអេលីណាខ្ញុំបានសន្យាថានឹងការពារនាងមិនថាមានរឿងអ្វីកើតឡើងក៏ដោយក៏ប៉ុន្តែព្រលឹងរបស់ខ្ញុំគឺត្រូវបានពពួកបិសាចលេបយកត្របាក់បាត់ទៅហើយដូច្នេះបើសិនជាខ្ញុំចេញទៅខាងក្រៅវានឹងបង្កគ្រោះថ្នាក់ទៅកាន់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះសុំទោសផងព្រះនាងអេលីណាគីយុងគឺខ្ញុំដោយសារតែខ្ញុំបានសម្លាប់ទៅកាន់លោកលីគីយុង